ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាពុកម៉ែបងប្អូនគ្រាន់តែឃើញបន្លែក៏ដឹងថានាងខ្ញុំបានមកហូបពេលដែរមែនអត់ថ្ងៃហ្នឹងដែរនាងខ្ញុំបានធ្វើបុកទឹកគ្រឿងជាមួយនឹងត្រីចំហុយជាដំបូងបងប្អូនដាក់ខ្ទះឲ្យក្តៅទៅបន្ទាប់មកយើងធ្វើការចាក់ប្រេងឆាចូលរហូតដល់តែប្រេងឆាក្តៅយើងធ្វើការដាក់ត្រីចូលនៅពេលដែលត្រីយើងដាក់ចូលហើយបានមួយសន្ទុះយើងធ្វើការត្រឡប់វាទៅវិញទៅមកពី3ត្រឡប់ទៅណាបងប្អូនបន្ទាប់មកត្រីយើងក្រៀមយើងដួសដាក់ចានទុករហូតតែត្រីនឹងចុះត្រជាក់ទើបយើងធ្វើការបេះវាក្នុងកំឡុងពេលបេះនឹងដែរបងប្អូនកុំភ្លេចយកឆ្អឹងយកលាមកត្រីនឹងចេញផងបងប្អូនបន្ទាប់ពីធ្វើការបេះត្រីរួចរាល់នាងខ្ញុំបានលេងសណ្តែកត្រីបន្ថែមដើម្បីឲ្យវាមានរសជាតិឈ្ងុយទៅបន្ថែមរសជាតិឲ្យទឹកគ្រឿងរបស់យើងក៏ប៉ុន្តែយើងនៅមានរបបពិសេសម្យ៉ាងទៀតដែលយើងដាក់អាំងចូលនៅក្នុង microwave របស់យើងមិញហ្នឹងណាបងប្អូនមានខ្ទឹមក្រហមខ្ទឹមសម្ទេសប្រហុកត្រប់ពេជ្រញងបន្ទាប់ពីយើងដាក់អាំងវាបានជាក្រៀមរួចរាល់ឈ្ងុយហើយយើងធ្វើការបុកវាបញ្ចូលគ្នាយើងបុកវារហូតតតែវារាងម៉ត់រួចហើយទើបយើងធ្វើការដាក់សណ្តែកដីចូលនៅពេលដែលយើងដាក់សណ្តែកដីចូលហើយយើងធ្វើការបុកបន្តិចទៀតបុករហូតតែយើងគិតថាតើវាសមល្មមដែលយើងអាចទទួលយកបានហើយឬនៅបន្ទាប់ពីបុកហើយគឺយើងដាក់ត្រីចូលត្រីដែលយើងបានបេះមុននឹងបន្តិចហ៎បងប្អូនដាក់វាចូលទៅហើយយើងបុកវាបន្ថែមthêmបន្តិចទៀតទៅនិយាយទៅនៅក្នុងហ្នឹងគឺបុករហូតហ្មងបងប្អូនបន្ទាប់ពីបុកហើយគឺនាងខ្ញុំបានដួសវាដាក់ចានដួសគ្រឿងដែលបុកនឹងដាក់ចានហើយរួចរាល់ហើយធ្វើការលាយគ្រឿងនៅក្នុងហ្នឹងដែរគឺនាងខ្ញុំបានដាក់ស្ករសបន្តិចប៊ីចេងបន្តិចនិងម្សៅស៊ុបខ្នុរបន្តិចដោយសារតែអ្នកផ្ទះខ្ញុំហ្នឹងមិនសូវចូលចិត្តញ៉ាំប្រៃទេបងប្អូនហើយអ្វីដែលជាចុងក្រោយហ្នឹងគឺដាក់ក្រូចឆ្មានឹងឯងជូរអែមហឹរដិតនឹងឆ្ងាញ់មែនតែននៅពេលលាយគ្រឿងហើយយើងច្របល់ចូលគ្នាឲ្យសព្វទៅណាបងប្អូនហើយឥឡូវយើងមកមើលសម្រស់ទឹកគ្រឿងរបស់យើងវិញមើលយ៉ាងណាដែរបន្ទាប់មកយើងធ្វើការដាំទឹកស្រស់បន្លែរបស់យើងមានដូចជាត្រឡាចពោតបារាំងស្នៀតពោតម្ទេសត្រកួនសម្រស់គឺថាទំនងឆ្ងាញ់ខ្លាំងណាបងប្អូនអើយឥឡូវដល់ម៉ោងបាយហើយជាចុងក្រោយនាងខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចំណាយពេលតាមដានទស្សនាវីដេអូនេះរហូតដល់ចប់សូមអរគុណ